ស្រមោលព្រំដែនរឿងរ៉ាវភូមិអូបីជាន់នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនដ៏វែងអន្លាយរវាងប្រទេសកម្ពុជានិងថៃមានសហគមន៍តូចមួយដែលមានឈ្មោះថាឃុំអូបីជាន់នៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យជាពិសេសភូមិជោគជ័យនិងភូមិព្រៃច័ន្ទគឺជាទីកន្លែងដែលប្រជាជនរស់នៅដោយសន្តិភាពនិងប្រកបរបរកសិកម្មចិញ្ចឹមជីវិតរាប់ចំនួនដីធ្លីជាចម្រោកជីវិតជាទីពឹងរបស់ពួកគាត់ហើយព្រំដែនដែលធ្លាប់ស្ងប់ស្ងាត់នោះក៏ត្រូវបានយល់ថាជាការបែងចែកទឹកដីយ៉ាងច្បាស់លាស់ប៉ុន្តែនៅពាក់កណ្ដាលឆ្នាំ2025ភាពស្ងប់ស្ងាត់នោះបានរលាយបាត់ទៅវិញវាបានចាប់ផ្ដើមដោយភាពតានតឹងមួយចំនួនមុននឹងឈានដល់សកម្មភាពឈ្លានពានដោយមិនបានរំពឹងទុកកងកម្លាំងយោធាថៃបានចាប់ផ្ដើមចូលមកកាន់កាប់ទឹកដីកម្ពុជាក្នុងភូមិព្រៃច័ន្ទនិងភូមិជោគជ័យដោយឯកតោភាគីដំបូងឡើយពួកគេបានរាយបន្លាលួសព័ទ្ធយកដីធ្លីនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងកុកក្លឿនលោកតាម៉ាកដែលមានផ្ទះជាប់របងព្រំដែនបានមើលឃើញទិដ្ឋភាពនោះដោយក្តីឈឺចាប់ផ្ទះរបស់គាត់ក៏ជាផ្នែកមួយក្នុងចំណោមផ្ទះចំនួន6គ្រួសារដែលត្រូវបានយោធាថៃហុំព័ទ្ធដោយបន្លាលួសភ្លាមនោះដែរដែលប៉ះពាល់ដល់ជីវភាពមនុស្ស32នាក់យោធាថៃមិនត្រឹមតែហុំព័ទ្ធនោះទេពួកគេបានប្រើប្រាស់គ្រឿងចាក់ឈូសឆាយដីចម្ការរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងប្រហើនកសិករដូចជាលោកពូសុខាដែលដីចម្ការដំណាំរបស់គាត់ត្រូវបានឈូសឆាយកាលពីរសៀលថ្ងៃទី10ខែតុលាឆ្នាំ2025ត្រូវបង្ខំចាត់ឈរមើលទិន្នផលដែលគាត់ខំថែរក្សាបាត់បង់ក្នុងមួយប៉ព្រិចភ្នែកមិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានធ្វើសកម្មភាពរាវមីននៅលើដីដែលបានហុំព័ទ្ធនោះទៀតផងសកម្មភាពទាំងនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាអ្វីដែលកាន់តែអមនុស្សធម៌នោះគឺសកម្មភាពផ្លូវចិត្តដែលភាគីថៃបានធ្វើមកលើប្រជាពលរដ្ឋលោកប៊ុនភៀងដែលជាពលរដ្ឋម្នាក់នៅទីនោះបានរៀបរាប់ដោយក្តីឈឺចាប់ថាកងទ័ពថៃបានចូលមកចាក់ភ្លេងជាសម្លេងខ្មោចរំខានការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរជារៀងរាល់យប់សកម្មភាពទាំងនេះបានបង្កឲ្យមានភាពភ័យខ្លាចនិងចលចលយ៉ាងខ្លាំងក្នុងចំណោមអ្នកភូមិគ្រួសារចំនួន19គ្រួសារនៅភូមិព្រៃច័ន្ទត្រូវបានយោធាថៃបង្ខំឲ្យចាកចេញពីលំនៅឋាននិងដីចម្ការរបស់ពួកគេការគំរាមកំហែងបណ្ដេញពលរដ្ឋចេញដោយបង្ខំក៏បានកើតឡើងផងដែររាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពានទាំងនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថាការពីអធិបតេយ្យជាតិនិងបូរណីភាពទឹកដីគឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលអាជ្ញាធរកម្ពុជាបានប្រើប្រាស់យន្តការទូតគ្រប់លំដាប់ថ្នាក់ដើម្បីតវ៉ាទៅកាន់ភាគីថៃនិងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធនានាស្របតាមច្បាប់អន្តរជាតិគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកសមកក៏បានដាក់បណ្ដឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងសឺណែវប្រទេសស្វីសអំពីការរំលោភសិទ្ធិមនុស្សនិងការប្រើប្រាស់សម្លេងរំខានរបស់យោធាថៃទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់និងអនុស្សាវរណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ក៏ដោយភាគីថៃនៅតែបន្តរំលោភបំពានរដ្ឋបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពទាំងនេះដែលជាការរំលោភលើ MOU ឆ្នាំ2000កិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025
5និងលទ្ធផលនៃកិច្ចប្រជុំនានាយោធាភូមិភាគទី5កម្ពុជាក៏បានបញ្ជាក់ចំហយ៉ាងមុតមមថានឹងមិនជំលៀសប្រជាជននៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទតាមការស្នើសុំរបស់ភាគីថៃឡើយស្ថានភាពនៅតាមបណ្ដោយព្រំដែននៃភូមិអូ3ជាន់នៅតែមានភាពតានតឹងពលរដ្ឋនៅតែរស់នៅក្នុងក្តីបារម្ភប៉ុន្តែពួកគេក៏មានក្តីសង្ឃឹមផងដែរថារាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែងការពារទឹកដីនិងប្រជាជនរបស់ខ្លួនសាច់រឿងនៃភូមិអូ3ជួនគឺជាសក្ខីភាពមួយនៃការតស៊ូដើម្បីអធិបតេយ្យភាពសម្រាប់ការរក្សាបូរណភាពទឹកដីនិងសម្រាប់សិទ្ធិរស់រានមានជីវិតដោយសន្តិភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន